សូមបន្តមេរៀនយើងទៀតចូលដល់ចំណុចទី2អញ្ចឹងចំណុចទី2គឺគេនិយាយអំពីការវិភាគការបញ្ចេញសំឡេងអញ្ចឹងសំឡេងស្រៈទាំងអស់ហ្នឹងគឺមាន e u និង u ចំពោះស្រៈទាំងអស់ហ្នឹងគឺមានការបញ្ចេញសំឡេងមានន័យថាលក្ខណៈបញ្ចេញសំឡេងហ្នឹងគឺមានទ្រង់ទ្រាយខុសៗគ្នាអញ្ចឹងតោះយើងមកមើលនិយមន័យទាំងអស់គ្នាអញ្ចឹងគេថាសំឡេង e និងសំឡេង u សំឡេងទាំងពីរហ្នឹងគឺមានទីតាំងអណ្ដាតដូចគ្នាប៉ុន្តែខុសគ្នាត្រង់រូបរាងនៃបបូរមាត់នៅពេលបញ្ចេញសំឡេងទៅ e ហ្នឹងគឺបបូរមាត់ត្រូវតែមានលក្ខណៈរាបស្មើប៉ុន្តែនៅពេលបញ្ចេញសំឡេង u បបូរមាត់ត្រូវតែមូលអាហ្នឹងមូលឲ្យរៀងស្រួចបន្តិចទៀតណាដើម្បីវឹកហាត់អ្នកអាចចាប់ផ្ដើមដោយបញ្ចេញសំឡេង e ជាមុនសិនរួចរក្សាទីតាំងអណ្ដាតឲ្យនៅដដែលហើយគ្រាន់តែធ្វើឲ្យបបូរមាត់មូលរួចនឹងអាចបញ្ចេញសំឡេង u បានធាតុពិតកន្លែងហ្នឹងបបូរមាត់មូលឲ្យរៀងស្រួចបន្តិចយើងត្រូវសំឡេងណាអញ្ចឹងវា e ដូចគ្នាប៉ុន្តែគាត់ថា e ដែលមានសក់វាមាត់រៀងស្រួចហើយនឹងមូលបន្តិចទៅហើយ e មួយទៀតគឺ e ធម្មតាអញ្ចឹងតោះយើងទៅមើលនិយមន័យបន្តទៀតទំព័រទី19អញ្ចឹងយើងតមកទំព័រទី19គេបញ្ជាក់តពីទំព័រ18គេថាសំឡេង u និង u សំឡេងទាំងពីរហ្នឹងគឺសុទ្ធតែជាសំឡេងដែលប្រើបបូរមាត់មូលប៉ុន្តែនៅពេលដែលបញ្ចេញសំឡេង u អណ្ដាតស្ថិតនៅទីតាំងខាងមុខហើយចុងអណ្ដាតត្រូវតែប៉ះនឹងផ្នែកខាងក្នុងនៃធ្មេញខាងក្រោមចំណែកឯសំឡេង u វិញហ្នឹងគឺអណ្ដាតស្ថិតនៅទីតាំងខាងក្រោយហើយចុងអណ្ដាតមិនត្រូវប៉ះនឹងផ្ទៃខាងក្នុងនៃធ្មេញខាងក្រោមលើសពីនេះទៅទៀតអណ្ដាតត្រូវតែទាញទៅខាងក្រោយឲ្យបានខ្លាំងដើម្បីបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវអញ្ចឹងយើងមកមើលទម្រង់ដែលគេដាក់នៅខាងក្រោមទម្រង់ e ហើយ u ហើយនឹង u អញ្ចឹងយើងមកមើលរូបភាពទៅយើងអាចមើលតារាងសង្ខេបឡើងវិញអញ្ចឹងការវិភាគសំឡេងហ្នឹងគឺមានបែងចែកដោយដែលបានបញ្ជាក់ពីខាងមុខមិញហ្នឹងគឺសំឡេងស្រៈ e ហើយនឹង u មាត់ស្រួចហ្នឹងមានទីតាំងអណ្ដាតដូចគ្នាប៉ុន្តែខុសគ្នាត្រង់រូបរាងនិងបបូរមាត់អញ្ចឹងយើងមកមើលលម្អិតនៅក្នុងហ្នឹងជាភាសាខ្មែរទាំងអស់ទៅដើម្បីឲ្យងាយស្រួលហើយនឹងចាប់ចងចាំអញ្ចឹងយើងមកមើលបន្តទៀតទាំងអស់គ្នាអញ្ចឹងគេថានៅពេលបញ្ចេញសំឡេង e បបូរមាត់មានលក្ខណៈរាបស្មើប៉ុន្តែនៅពេលបញ្ចេញសំឡេង u បបូរមាត់ត្រូវតែមូលហើយរៀងស្រួចបន្តិចដើម្បីវឹកហាត់អ្នកអាចចាប់ផ្ដើមដោយបញ្ចេញសំឡេង e ជាមុនសិនរួចរក្សាទីតាំងអណ្ដាតឲ្យនៅដដែលហើយធ្វើឲ្យបបូរមាត់មូលអ្នកអាចបញ្ចេញសំឡេង u មាត់ស្រួចណាបានអញ្ចឹងមានន័យថាយើងបញ្ចេញសំឡេងទៅគឺមាត់យើងរៀងស្រួចបន្តិចហើយនឹងមូលបន្តិចទៅគឺបញ្ចេញសំឡេងត្រូវហើយអញ្ចឹងយើងមកមើលខាងក្រោមសំឡេង u ហើយនឹង u សុទ្ធតែជាសំឡេងដែលប្រើបបូរមាត់ដូចគ្នាមានន័យថារៀងស្រួចបន្តិចដូចគ្នាប៉ុន្តែនៅពេលបញ្ចេញសំឡេងហ្នឹង u អណ្ដាតស្ថិតនៅខាងមុខហើយចុងអណ្ដាតប៉ះនឹងធ្មេញខាងក្រោមចំណែកសំឡេង u អណ្ដាតស្ថិតនៅខាងក្រោយចុងអណ្ដាតមិនប៉ះនឹងធ្មេញខាងក្រោមទេហើយត្រូវទាញអណ្ដាតទៅខាងក្រោយឲ្យខ្លាំងដើម្បីបញ្ចេញសំឡេងបានត្រឹមត្រូវអញ្ចឹងតើតែយើងនឹងវឹកហាត់ទើបអាចងាយស្រួលបញ្ចេញសំឡេងនឹងត្រូវអញ្ចឹងយើងមើលឲ្យបានច្រើនដងទៅអាចស្កូបវីដេអូនឹងឲ្យអានឲ្យបានច្រើនដងទៅនឹងយល់ពីចំណុចហ្នឹង